ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់នៅ Sora 2នៅពេលបច្ចុប្បន្ននេះណាចឹងថ្ងៃនេះដែរ admin នឹងណែនាំពី tip technique ក្នុងការយើង remove ទៅកាន់ logo Sora 2ដែលជាប់នៅលើវីដេអូយើងណានេះអញ្ចឹងយើងអាចមើលបាននេះរបៀប logo អញ្ចេះតែវា load គឺរំខានមែនតើហើយវិធីសាស្ត្រនេះគឺល្អមែនតើសម្រាប់បងយុទ្ធផុសចូល YouTube ក៏ដូចជា TikTok កុំឲ្យមានការរំខានណាហើយគឺលុបរបៀបនេះគឺលុបបានស្អាតមែនតើដោយយើងប្រើទៅលើ tool ក៏ដូចជា website ហើយខ្ញុំនឹងចែកម្លែក free ទេនៅក្នុង description តោះឥឡូវកុំឲ្យខាតពេលយូរខ្ញុំទៅ remove ទាំងអស់គ្នាចង់ដឹងថាគេ remove របៀបម៉េចឥឡូវយើងចូលទៅកាន់ account របស់ខ្ញុំអូខេនេះអញ្ចឹងខ្ញុំ generate សារលបងបានប្រហែលដូចជា6វីដេអូហើយខ្ញុំចង់ remove logo នៅលើវីដេអូនេះអញ្ចឹងយើងចូលមកហើយយើងធ្វើការ download នៅវីដេអូហ្នឹងសិនប៉ុន្តែខ្ញុំបាន download រួចហើយអូខេអញ្ចឹងជាហ៊ានបន្ទាប់គឺយើងចូលទៅកាន់ website ដែលយើងត្រូវ remove logo ហ្នឹងណាអូខេ sorry អូខេតាណាចេះអូខេនេះអញ្ចឹង website ហ្នឹងគឺមានឈ្មោះថា magiceraser.org យើងចូលមកកាន់ browser របស់យើងមកwebsite នេះប្រើបានទាំងទូរស័ព្ទដៃនិងកុំព្យូទ័រអូខេអញ្ចឹងខ្ញុំបើកថ្មីហ្មងទៅយើងដាក់ថា magiceraser.org ត្រូវហើយអត់ដឹងត្រូវខុសទេអូខេត្រូវហើយអញ្ចឹងចេញមកដំបូងគឺវាចេញជារបៀបអញ្ចេះហើយយើងចុចមកយើងមើលខាងលើយើងចុចពាក្យថា what video water remove នេះអូខេនេះយើងយកកន្លែងនេះមកទី2នេះបងប្អូនច្រឡំអានេះយើងយកទី2នេះគឺវាមានថា Sora water remover យើងចុចអាហ្នឹងមកអញ្ចឹងត្រង់កន្លែងនេះគឺគេឲ្យយើង upload វីដេអូអញ្ចឹងយើងទៅបើកវីដេអូដែលយើងបាន download មុនហ្នឹងណានេះអញ្ចឹងខ្ញុំធ្វើការទាញដាក់តែម្ដងនេះវីដេអូមិញអញ្ចឹងវាធ្វើការ generate ហើយយើងចាំតិចទៅwebsite នេះខ្ញុំឃើញថាវាល្អវាអត់មានអស់លុយអស់កាក់អីទេក្នុងការ remove អញ្ចឹងយើងអាចប្រើបានអូខេនេះកន្លែងដូរពណ៌នេះអញ្ចឹងវាធ្វើការ AI គឺវាធ្វើការ remove auto ហើយនេះអញ្ចឹងមុនហ្នឹងគឺអញ្ចេះឥឡូវយើងទាញវាអញ្ចឹងនេះឃើញឃើញបាត់ទេបងប្អូនអូខេឥឡូវយើងទៅមើលទាំងអស់គ្នានេះអានេះវីដេអូដែលយើងអត់ទាន់ remove នេះនៅជាប់ logo ឃើញវា load អញ្ចឹងនេះឥឡូវយើងទាញមកខាងនេះមកនេះវាបាត់ហើយអូខេឃើញស្អាតទេបងប្អូនបាត់តែម្ដងអញ្ចឹងជាបន្តយើងគ្រាន់តែ download វាមកអូខេអញ្ចឹងគឺរួចរាល់ហើយអញ្ចឹងសង្ឃឹមថាបងចូលចិត្តនៅវីដេអូនេះហើយចែកម្លែកឲ្យបងប្អូនយើងដែលគាត់អត់ទាន់ដឹងផងពីព្រោះថានេះគឺជាចំណេះដឹងដែលយើងគួរតែចេះទាំងអស់គ្នាហើយវីដេអូដែលជាប់ logo មានន័យថាយើងយកទៅផុសនៅលើ YouTube ក៏ដូចជាTikTok Facebook Reel ឬក៏ Short អីហ្នឹងវាអាចនឹងពាក់ព័ន្ធទៅកាន់monetization មានន័យថា YouTube គឺគេជាប់កម្មសិទ្ធិបញ្ញារបស់នៃ Sora អញ្ចឹងគេអាចនឹងអត់ monetize ឲ្យ channel យើងទេអាហ្នឹងសម្រាប់បងដែលគាត់រកប្រាក់ចំណូលតាម YouTube ឬក៏TikTok ណាឬក៏ Facebook ហ្នឹងហើយផ្សេងៗអញ្ចឹងទៅអញ្ចឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនត្រូវការនៅ Sora 2 account ដែលអាចប្រើប្រាស់បានជារៀងរហូតអាចតាក់ទងមកកាន់ Magnet Swiss បានយើងមានលក់តម្លៃធូរថ្លៃហើយយើងមានជាកម្មវិធីជាច្រើនទៀតដូចជា Adobe Premium
CapCut Pro Canva Pro ច្រើនមែនតើនៅក្នុង channel Telegram របស់យើងអញ្ចឹងបងអាចទៅឆែកមើលសិនបានហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសូមជម្រាបលា